Ban bon là lỡ dương mau vô đăng pi ở cô đây vì châu chật si chỉ cắm ông bon trắng nơi khăn ông nắng cứ vì miền buôn chậm nọt đại phù vì châu chật si chỉ cắm trắng ông bon là ngày lấy nhầm nâng đi tập đôi to tàu ông bon thì mỗi ở vì kết pi sập tập hiệp chỉ nhầm bon mình đây tha ở vì châu chật si chỉ cắm nắng vì cà phê pi trời cô chỉ sát đài chỉ sát đài rọc si tam viếc được chứ nàyពួកវាអាចប្រឈមនឹងសត្វសាហាវផ្សេងអញ្ចឹងបងប្អូនហ្នឹងហើយទី1ហើយចំណុចទី2វាជារចនាសម្ព័ន្ធដឹកនាំនិងវិន័យមានមេវងនៅក្នុងវងគោនីមួយៗតែងតែមានមេវងច្រើនតែជាមេគោញីដែលមានបទពិសោធន៍ឬគោឈ្មោលដែលខ្លាំងអញ្ចឹងណាមេវងជាអ្នកដឹកនាំផ្លូវទៅរកប្រភពទឹកទៅនឹងទៅវាស្មៅល្អអញ្ចឹងណាបងប្អូនហើយចំណែកទី3គឺការប្រស្រ័យទាក់ទងនឹងការរៀនសូត្រមានន័យថាកាត់បន្ថយភាព stress វាអញ្ចឹងណាបងប្អូនហើយគោជាសត្វដែលចូលចិត្តសង្គមការស៊ីស្មៅក្បែរគ្នាធ្វើឲ្យពួកវាមានអារម្មណ៍កក់ក្ដៅអញ្ចឹងបងប្អូនហើយនឹងមិនសូវមានសម្ពាធផ្លូវចិត្តទី4មានន័យថាផលប្រយោជន៍សម្រាប់អ្នកចិញ្ចឹមវាជាការងារស្រួលគ្រប់គ្រងអញ្ចឹងបងប្អូនដោយសារពួកវាចូលចិត្តស៊ីនៅជាក្រុមអញ្ចឹងអ្នកកង្វៀលគោឬក៏កសិករងាយស្រួលក្នុងការដេញពួកវាឲ្យទៅស៊ីស្មៅនិងដេញត្រឡប់មកក្រោលវិញវាដោយមិនបារម្ភពីការវង្វេងបាត់ម្នាក់ឯងឡើយបងប្អូនវាស្រួលអញ្ចឹងដែរហើយវាងាយស្រួលចំណាំបងប្អូនបើសិនជាយើងឃើញគោមួយក្បាលដើរដាច់ចេញពីវងមានន័យថានោះវាជាសញ្ញាថាបង្ហាញថាវាមានជំងឺឬរបួសបាទបងប្អូនពីគោខ្ញុំចែកម្លែកបានតែប៉ុណ្្នឹងបងសូមអរគុណបងប្អូន